សូមគោរពជំរាបសួរនិងស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាកណាគុណចាស់ជាដើមដែលបានមកចូលមើលនៅក្នុង Channel វត្តប្រាង្គក្នុងថ្ងៃនេះដែរគឺខ្ញុំបាទសូមលើកយកនៅមេរៀនថ្មីមួយគឺតកតទៅនឹងការប្រើប្រាស់នៅកម្មវិធី computer មួយដែលមានឈ្មោះថា Microsoft Office Word អញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំសូមរៀបរាប់នឹងលើកតកតទៅនៅក្នុងមេរៀនថ្មីមួយគឺតកតនៅកម្មវិធីមួយឈ្មោះថា Word កម្មវិធី Microsoft Office ជាច្រើននៅក្នុងនោះមានដូចជា Word Excel PowerPoint Access អីជាដើមតែនៅក្នុងថ្ងៃនេះគឺយើងនឹងចូលនៅក្នុងមេរៀនទី1តទៅនៅក្នុងកម្មវិធី Word អូខេបាទអញ្ចឹងកម្មវិធី Word នេះឯងគឺជាកម្មវិធីមួយដែលសម័យឥឡូវនេះគឺថាគឺប្រើប្រាស់វាទលំទលាយហើយមួយទៀតគឺប្រើប្រាស់សឹងតែគ្រប់ការងារទាំងឡាយទាំងពួងដែលយើងប្រើប្រាស់អ្នកដែលមានកុំព្យូទ័រហ្នឹងគឺដឹងហើយគឺថាវាចាំបាច់ជាងគេដល់ទៅសម្បីជាការទៅសេអត្ថបទបាទបោះពុំសិភៅសម្បីយើងបោះពុំសិភៅជាដើមដោយសិភៅពុំដែលយើងមើលរាល់ថ្ងៃជាច្រើននេះខ្ញុំលើកតែលើកជាទូសិភៅមកឧទាហរណ៍ហ្នឹងអញ្ចឹងសិភៅទាំងអស់ដែលអាចចេញមកជាសិភៅមួយក្បាលបានគឺត្រូវប្រើប្រាស់កុំព្យូទ័រគឺកម្មវិធីមួយដែលមានឈ្មោះថា Word ហ្នឹងដើម្បីយើងធ្វើវាឬក៏សរសេរចេញជាសិភៅមួយក្បាលហ្នឹងបាទឧទាហរណ៍ដូចជាគេទៀតសម្បត្តិកិច្ចការរដ្ឋបាលការងាររដ្ឋបាលយើងនឹងមានលិខិតស្នើសុំលិខិតសុំលាឈប់លិខិតអីជាដើមទាំងឡាយទាំងពួងដែលតទៅនឹងរដ្ឋបាលក៏យើងប្រើប្រាស់ Word សម្បត្តិបុណ្យបាទសម្បត្តិបុណ្យសម្បត្តិកម្មវិធីបុណ្យអីជាដើមហ្នឹងក៏យើងប្រើប្រាស់ Word ដែរតែឥឡូវនេះគឺគេមានកម្មវិធីថ្មីហើយគេអាចប្រើប្រាស់ស្រួលជាង Word ហ្នឹងសម្បត្តិបុណ្យហ្នឹងឥឡូវគេអត់សូវប្រើទេដោយសារមានកម្មវិធីមួយទៀតដូចជា Photoshop អីវាស្រួលប្រើជាងនេះឬក៏Corel អីគេប្រើដែរហ្នឹងគេអត់សូវប្រើទេសម្បត្តិបុណ្យហ្នឹងដោយសារវាស្រួល design ជាងហើយសម្បត្តិកណាតស្គាល់ទៅកណាតណាបាទការសម្បត្តិកណាតនេះក៏គេធ្វើប្រើប្រាស់ជាមួយនឹង Word នឹងដែរអូខេអញ្ចឹងការប្រើប្រាស់ Word នេះគឺវាមានសារៈសំខាន់ច្រើននៅក្នុងកិច្ចការងារទូទៅតទៅនៅក្នុងផ្នែកអក្សរបាទការសរសេរអក្សរឬក៏ការប្រើប្រាស់ជាដើមអញ្ចឹងទៅអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកទៅនៅក្នុងកម្មវិធី Word នេះមួយដែលមានអក្សរ logo វាហ្នឹងគឺមានអក្សរ W បាទ W នេះនៅក្នុង computer ហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឬក៏គុណចាស់ឬក៏ពុកម៉ែបងប្អូនអត់ទាន់មានកម្មវិធីនឹងនៅលើកញ្ចក់អញ្ចឹងទេយើងអាចចុចវានៅត្រង់កន្លែង Start menu នេះបាទហើយយើងទៅស្វែងរកនៅក្នុងនេះណានៅក្នុងនេះមកអញ្ចឹងកម្មវិធីកុំព្យូទ័រដែលគេដាក់ឲ្យមិនដែលគេចោលទេកម្មវិធីហ្នឹងណាបាទគឺគេដាក់ឲ្យគ្រប់គ្នាមកជួនកាលវានៅខាងក្នុងវាអត់គេដាក់មកក្រៅអញ្ចឹងនៅពេលដែលយើងឃើញវាឧទាហរណ៍ថាយើងរកនៅក្នុងខាងលើកញ្ចក់នេះអត់មានទេអញ្ចឹងយើងទៅរកខាងក្នុងបាទក្នុងគឺនៅក្នុង Start menu នេះយើងចុចចឹងមកហើយយើងចូលវាទៅក្នុងមកបាទទៅរកអូសវាទៅក្រោមទៅរកពាក្យថា Word នេះឃើញទេនៅពេលដែលឃើញពាក្យ Word ហើយយើងចុច mouse ស្ដាំคลิกលើ mouse ស្ដាំមកចូលពាក្យថា more ហើយចូលពាក្យថា open file local ពេលចេញចឹងមកវានឹងចេញផ្ទាំងជាច្រើនកម្មវិធី shortcut ហ្នឹងច្រើនមកមាន Word មាន Excel មានអីចឹងទៅឧទាហរណ៍ដូចខ្ញុំបានបញ្ចេញ Word មកមួយហើយចឹងយើងចង់ឲ្យ Excel ហ្នឹងនៅលើកញ្ចក់ដែរចឹងយើងចុចវាទៅ mouse ស្ដាំលើវាមកតទៅទៀតយកពាក្យថា send to អី send to desktop បាទនេះឃើញទេអញ្ចឹងវានឹងចេញកម្មវិធីហ្នឹងមកមួយទៀតហើយអញ្ចឹងកម្មវិធីទាំងឡាយទាំងពួងណាដែលយើងរកនៅលើកញ្ចក់នេះអត់ឃើញដោយសារពេលខ្លះគេអត់បាន send មកឲ្យយើងទេអញ្ចឹងវាអត់បាត់ទេជួនកាលវានៅក្នុងនេះយើងអត់បានស្វែងរកអញ្ចឹងណាបាទហើយដូច PowerPoint មួយទៀតដើម្បីឲ្យ start ណាចុចយក PowerPoint នេះមកហើយយើងចុច mouse ស្ដាំលើវាយកពាក្យថា send to អី send to desktop នោះវានឹងលោតចេញមកកន្លែងនេះហើយមួយទៀតកម្មវិធីជាច្រើនទៀតអ្នកខ្លះគេអត់ដាក់លើកញ្ចក់ទេដោយសារវាញ៉ៃអញ្ចឹងទៅដូចខ្ញុំអត់ទៅជួយចិត្តដាក់លើកញ្ចក់ទេខ្ញុំជួយចិត្តដាក់នៅលើtaskbar នេះនៅលើ menu bar នេះអញ្ចឹង
đầm bậy đã lừa bia bán xua thì mình bài tí cái này dương vô mày dương một click lừa bia máu lừa bia hãy dương ta ai chơi đập bạc lấy nó cái này click mùi máu hay chập tiền vì máu giờ biết mà chợt cọt đã đang nóng đi máu vậy chẳng viên mà chộp là nâng mùi đi Excel những tiền chẳng được nè máu hai PowerPoint những tiền chẳng một tiền máu bạn chẳng là p để những tiền bàn ở tiền này hái cứ chương pra bàn này bạn cứ những chọi chậm mùi máu cứ việc bài rồi ok chẳng và nắng nó trong ca phai đầu cam thì nắng trong tiết dương nên cho từ càng nóng dương nên cho từ càng nóng tha ta cam thì vợt nữa vì miền ru riêng rồi có ra chân nạ bọt nâng cả ba đây mình đây ok chấn dương bạn lên đi máu thì báo cái dương bạn cái lại ní cho bị thao open mà đâm lên bị mất cho bị open rồi cho bị đòn nữa đập bật lệch bị đòn bật màu rồi còn mùi tiết chỉ này đưa đi miền sát dương cho chậm mùi màu cho chậm mùi máu cho mùi giống máu viên này chanh màu ok nhé chẳng làពេលដែលចេញចឹងមកសម្រាប់អ្នកដែលមិនដែលប្រើសោះបាទតែប្រើសោះគឺវានឹង load ទាំង accept the license agreement នេះមួយអញ្ចឹងនៅពេលដែលវាចេញដូច្នេះយើងចុចពាក្យថា accept មកបើសិនតែបងប្អូនណាអត់មានទេក៏អត់ទៅគេចុចនិចមកណាគេសួរយើងថាបាទន័យថាចង់ឲ្យវាល្អអញ្ចឹងទៅអញ្ចឹងគេឲ្យ send data ហ្នឹងទៅគេអញ្ចឹងបើយើងអត់ទេដាក់ done send មកអូខេប៉ុណ្ណឹងបានហើយតទៅទៀតនេះគឺជាផ្ទៃដំបូងគេថា interface របស់វាដំបូងណាបាទចឹងនៅក្នុងនេះគឺគេមាន simple ឲ្យយើងអានេះគឺតទេបើន័យថា blank document នេះគឺតទេបើន័យថាអត់មានអីទេ0បើន័យថាបើកមកគឺជាផ្ទាំងពណ៌សមួយដែលអត់មានសរសេរអីទាំងអស់អានេះគេដាក់ថា texture បើន័យថាបើសិនជាយើងបើកមកវានឹងមានអក្សរដូចនេះមានរូបអញ្ចឹងឯងនេះគឺជា simple យកពាក្យថា simple បើន័យថាគឺជាទម្រង់ថ្មីជួនកាលយើងបើកមកយើងចង់ធ្វើជាលក្ខណៈអីចឹងទៅគេមាន simple ឲ្យយើងសាច់ស្រាច់អូខេចឹងយើងចេះជើងដំបូងយើងអត់ទាន់បានទៅធ្វើអស់ហ្នឹងទេកុំឲ្យវារញ៉េរញ៉ៃឬក៏មានការលុបឲ្យវាឆ្ងាយអូខេចឹងយើងចូលទៅកន្លែងនេះខ្ញុំសូមប្រាប់បញ្ជួរនេះទីទៀតសិនគឺទី1នេះ home ណាបាទនេះ new បើន័យថាយើងបង្កើតថ្មីមួយទៀត open គឺជាកន្លែងបើកនៅfile ដែលយើងធ្លាប់ធ្វើហើយអូខេបាទអញ្ចឹងនៅអស់នេះអត់មានទៀតទេតោះយើងតទៅទៀតចុចពាក្យថា blank មកចុចហើយយើងនឹងបានផ្ទាំងប៉ុណ្ណេះអូខេនេះគឺជា interface របស់វាគឺជាមុខរបស់វាមួយអញ្ចឹងយើងមិនទាន់ហានទៅដល់ការអនុវត្តសរសេរខ្ញុំប្រាប់រៀបរាប់តិចសិនណាអញ្ចឹងនៅពេលដែលយើងចូលមកដល់បាទយើងមាន tab ទាំងអស់នេះគេឲ្យឈ្មោះវាថាជា tab បាទ tab ហ្នឹងមាន file tab មើលមាន file tab home tab insert tab design tab layout tab reference tab mailing tab review tab view tab add on tab acrobat អូខេ acrobat នេះគឺជាសម្រាប់ file ដែលយើងបញ្ចេញទៅវិញដើម្បីឲ្យធ្វើជា file មួយឈ្មោះថា PDF នេះដើម្បីកុំឲ្យកែបានណាអូខេអញ្ចឹងយើងចាំដល់មុខទៀតខ្ញុំជឿរៀនទៀតកន្លែងហ្នឹងអញ្ចឹងបន្តទៅទៀតខ្ញុំនឹងសូមឲ្យអ្នកទាំងអស់គ្នាចូលមកដំបូងមុននឹងយើងចាប់ផ្ដើមធ្វើឬក៏សរសេរកិច្ចការងារអ្វីមួយយើងត្រូវកំណត់ផ្ទាំងអីគេផ្ទាំងនេះផ្ទាំងការងាររបស់យើងនេះសិនណាបាទអញ្ចឹងមុននឹងកំណត់ផ្ទាំងការងារយើងចូលទៅក្នុង tab មួយមានឈ្មោះថា layout នេះ tab layout មកនេះមកជួរនេះណាអញ្ចឹងយើងសរសេរតែយើងចង់សរសេរមួយជួរពីរជួរបីជួរឬក៏ពីឆ្វេងឬក៏ពីស្ដាំអូខេអញ្ចឹងពេលច្រើនយើងសរសេរអក្សរតែមួយជួរទេដំបូងណាជួរកដាចេះបើពីរជួរបើន័យថាសរសេរមួយជួរយកដូចគេដាក់កសែតហ៎ចេះមកខ្លីៗទេណាអូខេហើយយើងយកមួយជួរតទៅទៀតទំហំกระดาษមានជាច្រើននៅក្នុងហ្នឹងអញ្ចឹងទំហំដែលយើងពេញនិយមប្រើជាងគេគឺ A4 ស្គាល់กระดาษ A4 ហើយកระดาษ A4 ហ្នឹងគឺกระดาษដែលមានទទឹង21បដោយ30 21សង់ទីម៉ែត្របដោយ30សង់ទីម៉ែត្រហើយភាសាខ្មែរយើងដែលពេញនិយមហើយគេហៅថាกระดาษអារាមណាបាទតែតាមពិតឈ្មោះវាគឺกระดาษ A4 បាទ A4 ដល់ពេលយើងប្រើហៅតគ្នាមកបាទទាំងលោកគ្រូអ្នកគ្រូខ្លះគាត់ហៅតែกระดาษអារាមហ្នឹងគឺกระดาษ A4 ហ្នឹងឯងបាទហើយកระดาษដែលតូចជាងហ្នឹងគឺ A3 A4 ហ្នឹងគឺស្មើនឹង A4 ហ្នឹង4សន្លឹកបាទន័យថា A4 នេះ4A4 2សន្លឹកសំទោស
A4 2 ស្លឹកបានស្មើនឹង A3 នេះមួយអញ្ចឹងណាបាទដល់ទៅពេល A5 គឺបានន័យថាយើងបត់กระดาษ A4 នឹងជា2ទៅហ្នឹងគឺបានកระดาษ A5 ហើយបាទហ្នឹងចាំយើងស្វែងយល់ថែមទៀតអញ្ចឹងយើងកំណត់យកกระดาษ A4 មកដើម្បីងាយស្រួលចុច A4 បាទម្ដងទៀតណាចូលកន្លែង size ជាពាក្យថា A4 តទៅទៀត orientation អូខេនេះគឺជាកន្លែងសម្រាប់ស្រេកระดาษយើងឲ្យវាกระดาษផ្ដេកឬក៏กระดาษបញ្ឈរអញ្ចឹងกระดาษបញ្ឈរមានឈ្មោះថា portrait กระดาษបញ្ឈរกระดาษផ្ដេកគឺមានឈ្មោះថា landscape landscape គឺกระดาษដេកអញ្ចឹងយើងយកกระดาษឈរមកបាទបើសិនជាយើងធ្វើការនោះជាกระดาษបញ្ឈរអញ្ចឹងយកតាមខ្ញុំសិនមកយកกระดาษបញ្ឈរបន្តមកទៀតយើងចូលកន្លែង margin នេះគឺកំណត់បានន័យថាกระดาษដែលយើងសរសេរហ្នឹងឲ្យវាបានន័យថាតើយើងសរសេរហ្នឹងចូលមកក្នុងចេះខ្លាំងឬក៏ចង់ឲ្យមកក្រៅចេះខ្លាំងបាទណាអញ្ចឹងដើម្បីកំណត់កន្លែងហ្នឹងបានអូខេយើងចូលកន្លែង margin នេះមកនេះយកពាក្យយីឆ្លាញ់មួយណាក៏បានដែរអញ្ចឹងយកណកមកបានន័យថាធម្មតានេះគឺប៉ុណ្ណេះណាយើងនៅសល់កន្លៀតប្រហែលជា2សង់ទីម៉ែត្រ2សង់ទីម៉ែត្រពីជាយតាមកក្នុងអូខេអញ្ចឹងគេនេះមកអ៊ីងហ្នឹងហើយចិត្ត2សង់ទីម៉ែត្រហើយអញ្ចឹងយើងថាទេតូចធំសល់កតាខាងធំពេកអញ្ចឹងយើងយកពាក្យថា narrow នេះមកអូខេ narrow នឹងមកវានៅសល់ត្រឹមតែថា1សង់ទីម៉ែត្រនេះអូខេ1សង់ទីម៉ែត្រចេញពីជាកតានេះមកក្នុងអូខេអញ្ចឹងតែប៉ុណ្ណឹងបាទតទៅទៀតយើងចង់ឲ្យមានបន្ទាត់សងខាងនេះគេហៅថា ruler ហ្នឹងមុននឹងយើងធ្វើការងារយើងចុចអញ្ចឹងមកហើយដូចកន្លែងនេះយើងចូលកន្លែងពាក្យ view នេះមកយកពាក្យថា ruler ហ្នឹងដាក់ដើម្បីអីដើម្បីយើងដឹងកំណត់នេះចេញមកវាប្រហែលសង់ទីម៉ែត្រពីអីអញ្ចឹងណាពីលើកតានេះក្បាលកតាខាងក្រោមកតាបាទខាងក្រោមកតាអូខេហើយនេះជាកតាខាងឆ្វេងស្ដាំអូខេអញ្ចឹងយើងយក ruler នឹងមួយទៀតមកអញ្ចឹងកំណត់តែប៉ុណ្្នឹងទេបន្តមកទៀតយើងវាអក្សរអូខេវាអក្សរមកយើងចូលវាយខ្មែរ Unicode ជាងធម្មតាសូមស្វាគមន៍បាទនេះសេប៉ុណ្ណឹងមកអញ្ចឹងប៉ុណ្ណេះឯងខ្ញុំសរសេរប៉ុណ្ណេះបន្តមកទៀតបាទចាំយើងរៀនពីរបៀប save ព្រោះចំណុចសំខាន់ជាងគេចំណុចទី1នេះគឺតើតើនឹងការបើកប្រើប្រាស់ហើយយើង save វាទុកបាទសំខាន់ជាងគេគឺការរក្សាទុកហ្នឹងឯងជួនកាលយើងសរសេរហើយយើងបានរក្សាទុកវាបាត់បង់អញ្ចឹងទៅអូខេអញ្ចឹងដើម្បី save វាគឺយើងត្រូវចូលទៅនៅក្នុង tab ទី1បាទឬក៏យើងចុចនៅកន្លែងនេះក៏បានដែរនេះកន្លែងនេះណាមានរូបអញ្ចេះនេះរូបនេះក៏ឈ្មោះថា save ដែរអូខេនេះឃើញវាដាក់ថា save យើងចុច key កាត់គឺ control S ក៏បានដែរអូខេអញ្ចឹងយើងចុចកន្លែងនេះក៏បានមួយទៀតយើងចូលកន្លែងនេះ file បាទយកពាក្យថា save ឬក៏ save as save ឬក៏ save as អញ្ចឹងយកមួយណាក៏បានដែរដែលដំបូងនេះណាដល់ទៅពេល file ដែលយើងធ្វើ save ឲ្យម្ដងអញ្ចឹងយើងអាចចុច save នេះមកវា load អញ្ចឹងមកទៀតទេអញ្ចឹងគឺត្រូវចុចពាក្យថា save as ដើម្បី save សារថ្មីអញ្ចឹងយើងចុចពាក្យថា save មក save ហើយវានឹងចេញផ្ទាំងមកទៀតតែយើង save ដាក់នៅទីណាឃើញទេអញ្ចឹងទៅទៀតយើងចុចមកពេលវាចេញអញ្ចឹងយើងរកកន្លែងដាក់អញ្ចឹងវាដាក់ថា this PC ឬក៏ browser អញ្ចឹងយើងចូលទៅណាហើយយើងចុច browse មកតទៅទៀតវានឹងចេញផ្ទាំងដូចនេះយើងរើសទីតាំងដែលយើងចង់ទុកវាអញ្ចឹងយើងទុកនៅណាអញ្ចឹងខ្ញុំសូម recommend កន្លែងនេះមួយបានន័យថារាល់ file Word ទាំងអស់ឬក៏ឯកសារសរសេរជួនកាលអ្នកខ្លះសរសេរសភៅឬក៏សរសេរ assignment ឲ្យគ្រូអីជាដើមអញ្ចឹងណាអញ្ចឹងយើងជៀសវាងកុំដាក់នៅលើ desktop ណាដាក់នៅខាងកន្លែង desktop ឬក៏នៅក្នុង document នេះអញ្ចឹងមិនមែនឲ្យដាក់ទេដាក់បានជួនកាល file computer អ្នកខ្លះគាត់មាន drive តែមួយមាន drive C មួយអញ្ចឹងបើសិនជាអត់ទេយើងអាចដាក់នៅក្នុង document នេះក៏បានដែរតែយល់ល្អយើងត្រូវមាន drive 2ទៅមាន drive C មួយ drive D មួយមកហេតុអីបានត្រូវមានពេលណាកុំព្យូទ័រយើងមានបញ្ហាឆ្លងមេរោគឬក៏ error ដោយប្រព័ន្ធប្រតិបត្តិការណាមួយអញ្ចឹង file Word របស់យើងនេះដែលយើងទុកនៅក្នុង drive
នៅក្នុង document picture ឬក៏ music image នេះណាអញ្ចឹងវាគឺស្ថិតនៅក្នុង drive C នេះអញ្ចឹងណាបាទឧទាហរណ៍បើកុំព្យូទ័រនោះស្រាប់តែវាមានបញ្ហាកាំង window ឬក៏បើកមិនចេញឬក៏ជួសជុលបង្កើតអីចឹងទៅឯកសារយើងនៅសរសេរមកក្នុងការសរសេរបានច្រើន assignment នៅក្នុងហ្នឹងគឺវាអាចប្រឈមនឹងការបាត់បង់ខ្ពស់បាទអញ្ចឹងបើយើងបង្កើត drive ថ្មីឬក៏មាន flash ក៏ដាក់ទៅបើអត់ទេយើងមាន drive D មួយទៀតមកបាទ drive D មួយទៀតមកអញ្ចឹងយើងទុកឯកសារនោះនៅក្នុង drive D នោះណាបាទអញ្ចឹងពេលដែលមានបញ្ហា Windows ឯកសារនៅ drive D យើងគឺអត់មានទៅបាត់បង់ទៅណាទេគឺនៅទាំងអស់ណាបាទអូខេហ្នឹងគ្រាន់តែជាការ recommend មួយទេសម្រាប់បងប្អូនដែលមាន drive 2តែបើអត់ទេយើងដាក់នៅក្នុង document ធម្មតាក៏បានដែរអូខេអញ្ចឹងខ្ញុំកុំឲ្យយូរកាលយើងដាក់នៅក្នុង document មកហើយបង្កើត folder ថ្មីឬក៏ដាក់ឈ្មោះតែម្ដងក៏បានដែរអូខេបានន័យថាយើងដាក់នៅក្នុង folder ឈ្មោះ document អូខេអញ្ចឹងតទៅទៀតយើងសរសេរឈ្មោះទៅកិច្ចការទី1អញ្ចឹងមកអូខេតទៅទៀតយើងចុចពាក្យថា save បាទពេលវាចេញចេះយើងមកធ្វើទៀតចុច OK មកបាទអូខេមកហើយអញ្ចឹងនៅពេលដែលយើងសរសេរហើយ save ហើយអូខេសំទោសនៅពេលដែលយើង save ហើយអញ្ចឹង file នេះយើងអាចបិទបានបិទទៅតទៅទៀតយើងទៅស្វែងរកអីគេស្វែងរក file នោះនៅណាគឺយើងចូលទៅក្នុង my computer this PC តទៅទៀតចូលពាក្យថា document ឃើញនេះកិច្ចការទី1ឃើញណាបាទឃើញហើយអញ្ចឹងយើងចុចមកបាទចុចមកគឺវាបើកឃើញនេះឃើញដល់កន្លែងហ្នឹងដដែលអញ្ចឹងយើងអាចបន្តការងារហ្នឹងបន្តទៅទៀតអូខេបាទអញ្ចឹងនៅក្នុងមេរៀនថ្ងៃនេះគឺយើងលើកតែទី1ចំណុចទី1នេះគឺមានកន្លែងសំខាន់គឺទី1យើងអាចដឹងថាបីទៅការប្រើប្រាស់ Word ហ្នឹងយ៉ាងម៉េចណាការស្វែងរកកម្មវិធី Word ដើម្បីមកប្រើយ៉ាងម៉េចបាទហើយនឹងផ្ទាំងឬក៏មនុយរបស់ Word ហ្នឹងមានអីខ្លះហើយនឹងការរក្សាទុកនៅកម្មវិធី Word ឬក៏ឯកសារ Word ដែលយើងបានសរសេរហើយអូខេអញ្ចឹងកុំឲ្យនាទីកាន់តែយូរទៅហើយបាទច្រើននាទីដែរហើយ17នាទីហើយអញ្ចឹងក្នុងវីដេអូទី1នេះគឺមានប្រហែលប៉ុណ្ណេះសូមអរគុណបាទអញ្ចឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត